នេះគឺជា technique ក្នុងការលុបលេខទូរស័ព្ទចាស់ដែលមាននៅក្នុង Facebook របស់យើងឬបន្ថែមនៅលេខទូរស័ព្ទថ្មីបងប្អូនអាចមើលវីដេអូនេះខ្ញុំនឹងលម្អិតតែម្ដងបាទជាដំបូងបងប្អូនគ្រាន់តែធ្វើការចូលជាមួយនឹងកម្មវិធី Facebook យើងជាមុនសិនមកដើម្បីយើងធ្វើការងាយស្រួលក្នុងការផ្លាស់ប្ដូរនៅលេខទូរស័ព្ទចាស់ដាក់នៅលេខទូរស័ព្ទថ្មីវិញនៅក្នុង Facebook អញ្ចឹងជាដំបូងយើងគ្រាន់តែធ្វើការចុចកន្លែងសញ្ញាគូស3បន្ទាប់មកធ្វើការ scroll មកក្រោមបន្តិចយើងត្រូវធ្វើការចុចទៅលើពាក្យថា setting and privacy មកដល់ត្រង់ចំណុចនេះគឺបងប្អូនចុចទៅលើពាក្យ setting បាទរួចហើយនឹងឃើញពាក្យគេដាក់ថា account center អញ្ចឹងត្រង់ចំណុចហ្នឹងគឺបងប្អូនចុចទៅលើហ្នឹងមកបន្ទាប់មកទៀតវានឹងបង្ហាញផ្ទាំងបែបនេះហើយអញ្ចឹងបងប្អូនត្រូវធ្វើការចុចទៅលើពាក្យថា personal detail បាទហ្នឹងព័ត៌មានផ្ទាល់ខ្លួនណាហើយរួចហើយវានឹងបង្ហាញ contact info បាទត្រង់ចំណុចហ្នឹងគឺមានលេខទូរស័ព្ទអញ្ចឹងបងប្អូនចុចទៅលើហ្នឹងមកហើយបន្តមកទៀតបងប្អូននឹងឃើញលេខទូរស័ព្ទជាច្រើនដែលយើងបានធ្វើការភ្ជាប់ជាមួយនឹងគណនី Facebook ហើយបងប្អូនក៏អាចធ្វើការលុបនៅលេខទូរស័ព្ទចាស់ចេញបានដូចគ្នាអញ្ចឹងវិធីលុបអត់ពិបាកទេយើងចុចទៅលើលេខទូរស័ព្ទណាដែលបងប្អូនចង់ធ្វើការលុបបន្ទាប់មកវានឹងបង្ហាញផ្ទាំង delete number ពណ៌ក្រហមបែបហ្នឹងអញ្ចឹងបងប្អូនអាចធ្វើការចុចលើហ្នឹងទៅដើម្បីលុបបានហើយបាទអូខេមួយទៀតបើសិនជាបងប្អូនអត់ចង់ធ្វើការលុបនៅត្រង់ចំណុចហ្នឹងទេចង់បន្ថែមនៅលេខទូរស័ព្ទថ្មីជំនួសនៅលេខទូរស័ព្ទចាស់បងប្អូនមើលត្រង់ចំណុចខាងក្រោមដែលគេដាក់ថា add mobile number បាទអញ្ចឹងយើងចុចត្រង់ចំណុចហ្នឹងមកបន្ទាប់មកត្រង់ចំណុចខាងលើនេះគឺវាបង្ហាញពាក្យថា change កន្លែងហ្នឹងគឺយើងធ្វើការ select ទៅលើ country មានន័យថាប្រទេសនីមួយៗអញ្ចឹងណាបងប្អូនអាចធ្វើការ select នៅលើប្រទេសនីមួយៗបានហើយត្រង់ចំណុចហ្នឹងបងប្អូនអាចធ្វើការចុចស្វែងរកប្រទេសរបស់យើងរៀងៗខ្លួនទៅបន្ទាប់មកយើងគ្រាន់តែធ្វើការបន្ថែមនៅលេខទូរស័ព្ទនៅត្រង់កន្លោនខាងក្រោមនេះគឺយើងវាយនៅលេខទូរស័ព្ទថ្មីដែលយើងចង់ផ្លាស់ប្ដូរជាមួយនឹងលេខទូរស័ព្ទចាស់ណាបន្ទាប់មកយើងគ្រាន់តែធ្វើការចុចពាក្យថា next អញ្ចឹងមកដល់ត្រង់ចំណុចនេះផងដែរគឺយើងអាចធ្វើការដាក់នៅលេខទូរស័ព្ទថ្មីជំនួសនៅលេខទូរស័ព្ទចាស់ដែលយើងប្រើពីមុនមកអញ្ចឹងបើសិនជាលេខទូរស័ព្ទចាស់យើងឈប់ប្រើហើយបងប្អូនគួរតែធ្វើការផ្លាស់ប្ដូរលេខទូរស័ព្ទថ្មីមកហើយបន្ទាប់មកវានឹងធ្វើការផ្ញើសារចំនួនបាទ6ខ្ទង់ដើម្បីឲ្យយើងធ្វើការវាយនៅត្រង់ចំណុចហ្នឹងណាអញ្ចឹងបន្ទាប់ពីយើងធ្វើការវាយសារឬក៏លេខសម្ងាត់ដែលវាផ្ញើមករួចរាល់យើងចុចពាក្យថា next មកអញ្ចឹងបន្ទាប់មកវានឹងដំណើរការនៅលេខទូរស័ព្ទថ្មីហ្នឹងហើយអញ្ចឹងបងប្អូនគ្រាន់តែធ្វើការរងចាំនៅការដំណើរការបន្តិចបងប្អូននឹងឃើញលទ្ធផលនៃការផ្លាស់ប្ដូររបស់យើងហើយបាទអញ្ចឹងបែបនេះអញ្ចឹងមានន័យថាគេដាក់ថា you add your phone number to account select អញ្ចឹងមានន័យថាយើងអាចធ្វើការផ្លាស់ប្ដូរលេខទូរស័ព្ទថ្មីបានដោយជោគជ័យបាទវីដេអូក្នុងការចែករំលែកពីវិធីសាស្ត្រក្នុងការផ្លាស់ប្ដូរលេខទូរស័ព្ទនៅលើ Facebook គឺមានត្រឹមតែប៉ុណ្្នឹងទេសម្រាប់ចែកជូនបងប្អូនទាំងអស់គ្នាបើសិនជាបងប្អូនមានចម្ងល់កុំភ្លេច comment នៅខាងក្រោមវីដេអូបាទអរគុណច្រើនសម្រាប់ការតាមដានទស្សនាជួបគ្នាវីដេអូក្រោយ